បាទគោរពជំរាបសួរពុកម៉ែបងប្អូនសិទ្ធិបារាណនេះបញ្ញាស្អែកដែលបង្ហាញបងប្អូននៅថ្ងៃមុននេះឥឡូវគ្រូហាងូតហើយឬចង់ផ្ញើទៅឲ្យពុកម៉ែបងប្អូនឲ្យគាត់កំងហើយបញ្ញាស្អែកនេះតែបើសិនជាពុកម៉ែបងប្អូនចង់បានអាយុវែងមានបញ្ញាស្អែកហ្នឹងមានដើមត្រាចដើមសង្កែនិងដើមកដោល3មុខយកទៅដាំទឹកហូបចឹងទៅធ្វើឲ្យអាយុវែងហើយក៏មិនមានជំងឺឈឺស្កាត់អ្វីដែរពូនេះសិតតែជាដំណាំបុរាណពិតយកដាំទឹកហូបហើយខ្ញុំចេះខ្ញុំប្រាប់បង្ហាញនេះគឺខ្ញុំមិនមែនចេះខ្លួនឯងទេខ្ញុំមានក្បួនហើយដឹងជួយប្រាប់ពុកម៉ែបងប្អូននឹងបើគាត់ចង់បានចង់ដឹងតកតងថ្នាំឲ្យយកទៅហូបមាន3មុខនឹងដើមកដោលដើមកែដើមត្រាចបញ្ញាក្អែកហ្នឹងពុកម៉ែបងប្អូនមានយកទៅដាំទៅហូបទៅជួយឲ្យរាងកាយរឹងមាំមិនមានជំងឺបៀតបៀនទេហើយអ្នកអត់ឈឺគាត់អាចពិសាបានដែរនេះថាស្នូតទៅពុកម៉ែបងប្អូន